ស្វែងយល់ពីប្រទេសដ៏អាតកំបាំងបំផុតនៅក្នុងពិភពលោកកូរ៉េខាងជើងភាគ1នេះគឺជារូបថតពីផ្កាយរណបមកកាន់ភពផែនដីនៅពេលរាត្រីដែលបង្ហាញឲ្យឃើញពីប្រទេសកូរ៉េខាងត្បូងនិងប្រទេសចិនកំពុងតែភ្លឺចែងចាំងប៉ុន្តែផ្ទៃខ្មៅងងឹតនៃចំកណ្ដាលនោះមិនមែនជាមហាសមុទ្រឡើយគឺជាដែនដីនៃប្រទេសកូរ៉េខាងជើងដែលមានប្រជាជនរស់នៅរហូតដល់ទៅ26លាននាក់កូរ៉េខាងជើងជាប្រទេសដែលឯកានិងបិទជិតបំផុតពីពិភពលោកខាងក្រៅនៅលើភពផែនដីអវកាសយានិកនៅលើស្ថានីយអវកាសអន្តរជាតិបានថតរូបមួយសន្លឹកនេះដែលបង្ហាញថាចេញផុតពីរដ្ឋធានីព្យុងយ៉ាងភាគច្រើននៃប្រទេសគឺស្ទើរតែគ្មានអគ្គិសនីប្រើប្រាស់តតែសោះនៅពេលយប់ខណៈទីក្រុងសេអ៊ូលដែលជាទីក្រុងភ្លឺចែងចាំងបំផុតមួយនៅលើពិភពលោកមានចម្ងាយត្រឹមតែ190គីឡូម៉ែត្រប៉ុណ្ណោះពីពិភពងងឹតសូន្យឈឹងមួយនេះកាលណាពិនិត្យមើលប្រទេសនេះកាន់តែជិតវាក៏កាន់តែចម្លែកទៅចាប់ផ្ដើមពីរដ្ឋធានីព្យុងយ៉ាងមានអគាររចនាបថពីរ៉ាមីតមួយឈ្មោះថាសន្តាគារryuk Chongដែលមានកម្ពស់រហូតដល់105ជាន់ហើយដើមឡើយត្រូវបានរំពឹងថានឹងក្លាយជាសន្តាគារខ្ពស់ជាងគេបំផុតនៅលើពិភពលោកនៅពេលចាប់ផ្ដើមសាងសង់នៅក្នុងឆ្នាំ1987ប៉ុន្តែរឿងដែលចម្លែកបំផុតនោះគឺអគារនេះមិនដែលធ្លាប់បានទទួលភ្ញៀវស្នាក់នៅសូម្បីតែម្នាក់ឡើយដោយសារតែក្នុងកំឡុងពេលសាងសង់ថវិកាបានអស់នៅពេលសហភាពសូវៀតដួលរលំហើយវាបានបន្សល់ទុកត្រឹមតែគ្រោងឆ្អឹងបេតុងទទេស្អាតអស់រយៈពេលរហូតដល់16ឆ្នាំមកទល់នឹងបច្ចុប្បន្នវាត្រូវបានបំពាក់ដោយកញ្ចក់នៅខាងក្រៅហើយផ្ទៃអគារទាំងមូលបានប្រែជាអេក្រង់យក្សដែលបានចាក់ផ្សាយវីដេអូឃោសនានយោបាយនៅពេលយប់ដែលត្រូវគេចាត់ទុកថាជាអគារខ្មោចដែលខ្ពស់ជាងគេបំផុតនៅលើភពផែនដីរឿងរ៉ាវដ៏ព្រឺព្រួយបំផុតមួយទៀតនៅក្នុងប្រទេសកូរ៉េខាងជើងគឺប្រព័ន្ធផ្លូវថ្នល់នៅខាងក្រៅទីក្រុងមានផ្លូវល្បឿនលឿនច្រើនគន្លងយ៉ាងធំប៉ុន្តែស្ទើរតែគ្មានរថយន្តបើកបរលើផ្លូវតតែសោះព្រោះអស់រយៈពេលជាច្រើនទសវត្សរ៍រថយន្តគឺជាទ្រព្យសម្បត្តិជារបស់រដ្ឋគណៈបកនិងកងទ័ពប៉ុណ្ណោះចំណែកប្រជាជនធម្មតាមិនត្រូវបានអនុញ្ញាតឲ្យមានរថយន្តផ្ទាល់ខ្លួនឡើយទើបតែនៅឆ្នាំនេះប៉ុណ្ណោះដែលច្បាប់នេះត្រូវបានផ្លាស់ប្ដូរដោយសាររដ្ឋត្រូវការលុយប៉ុន្តែរថយន្តទាំងនោះត្រូវបានរត់ពន្ធចូលមកពីប្រទេសចិននិងមានតម្លៃថ្លៃហួសពីសមត្ថភាពប្រាក់ខែជាមធ្យមដែលគ្មានប្រជាជនណាអាចទិញរួចហេតុដូច្នោះហើយទើបគេតែងតែឃើញមនុស្សដើរនៅចំកណ្ដាលផ្លូវល្បឿនលឿនឬឃើញកសិករយកផលដំណាំមកហាលលើផ្លូវដោយសារពួកគេដឹងច្បាស់ថាគ្មានរថយន្តណាបើកឆ្លងកាត់នោះឡើយចំណែកឯរឿងរ៉ាវដ៏គួរឲ្យព្រឺព្រួចបំផុតមួយទៀតគឺស្ថិតនៅចំព្រំដែនជាប់កូរ៉េខាងត្បូងតែម្ដងនៅពេលឈរនៅខាងកូរ៉េខាងត្បូងគេអាចសម្លឹងឃើញភូមិមួយដែលមានដំបូលផ្ទះពណ៌ខៀមស្រងាត់និងមានបង្គោលទង់ជាតិកូរ៉េខាងជើងដ៏ខ្ពស់ស្កឹមស្កៃទោះបីជាកូរ៉េខាងជើងអះអាងថាវាជាភូមិកសិកម្មដ៏រីកចម្រើនមួយដែលមាន200គ្រួសាររស់នៅក៏ដោយប៉ុន្តែប្រសិនបើពង្រីកមើលឲ្យចិត្តគេនឹងឃើញថាបង្អួចផ្ទះខ្លះគ្មានកញ្ចក់តតែសោះហើយខ្លះទៀតគ្រាន់តែជាការគូររូបបង្អួចលើជញ្ជាំងបេតុងប៉ុណ្ណោះអំពូលភ្លើងនៅក្នុងភូមិនេះត្រូវបានបញ្ជាដោយប្រព័ន្ធម៉ោងស្វ័យប្រវត្តិហើយមនុស្សតែមួយគត់ដែលគេធ្លាប់ឃើញនៅទីនោះគឺកម្មករដែលត្រូវគេដឹកតាមឡានក្រុងមកធ្វើស្រែនិងដឹកត្រឡប់ទៅវិញភ្លាមៗបន្ទាប់ពីធ្វើការរួចភូមិទាំងមូលនេះគ្រាន់តែជាឆាកល្ខោនសម្ដែងដែលត្រូវបានសាងសង់ឡើងបន្ទាប់ពីសង្គ្រាមហើយទាហាននៅកូរ៉េខាងត្បូងបានហៅវាថាជាភូមិឃោសនាផ្ទុយទៅវិញភូមិរបស់កូរ៉េខាងត្បូងដែលនៅទៅមុខគ្នានោះគឺជាភូមិប្រកបដែលមានប្រជាជនប្រហែល130នាក់រស់នៅដែលធ្វើកសិកម្មលើដីដ៏មានជីជាតិបំផុតមួយក្នុងប្រទេសដោយមិនបាច់បង់ពន្ធសូម្បីតែមួយសេនទោះជាយ៉ាងណាក៏ដោយការរស់នៅជិតកូរ៉េខាងជើងបែបនេះត្រូវតែអនុវត្តតាមវិធានការម៉ត់ចត់ជាច្រើនដែលមានបំរាមកោចរនៅម៉ោង11យប់និងការរាប់ចំនួនមនុស្សជារៀងរាល់យប់ហើយទាហានត្រូវជូនដំណើរកសិករទៅកាន់ស្រែចម្ការរបស់ពួកគេដើម្បីការពារសុវត្ថិភាពព្រោះកន្លងមកទាហានកូរ៉េខាងជើងធ្លាប់បានលួចឆ្លងដែនមកចាប់ជំរិតប្រជាជនទៅបាត់ដូចជាក្នុងឆ្នាំ1997ដែលអ្នកភូមិ2នាក់ត្រូវបានគេចាប់ទាញឆ្លងដែននិងឃុំខ្លួននៅក្នុងប្រទេសកូរ៉េខាងជើងអស់ជាច្រើនថ្ងៃទើបត្រូវគេដោះលែងមកវិញខាងក្រៅភូមិคล้ายៗនេះគឺជាប្រទេសប្រកបមួយដែលមានប្រជាជនរស់នៅរហូតដល់26លាននាក់និងមានប្រព័ន្ធដឹកនាំមួយដែលកំណត់ការងារផ្ទះសម្បែងនិងអនាគតរបស់មនុស្សម្នាក់ៗចាប់តាំងពីពួកគេមិនទាន់កើតមកម្ល៉េះបង្កើតអនុស្សាវរីយ៍ល្អៗជាមួយអ្នកមានគុណក្នុងឱកាសបុណ្យភ្ជុំបិណ្ឌអុំទូកនិងឆ្លងឆ្នាំខាងមុខនេះជាមួយកញ្ចប់ដំណើរកម្សាន្តពិសេសទៅប្រទេសអូស្ត្រាលី3ទីក្រុង7ថ្ងៃសហភាពអឺរ៉ុប11ថ្ងៃប៉េកាំងសៀងហៃជប៉ុនកូរ៉េទីក្រុងដាណាងជាមួយ Tour Travel ផ្ដល់សេវាកម្មទេសចរសម្រាប់ដំណើរកម្សាន្តក្នុងនិងទៅក្រៅប្រទេសនិងមានកក់សំបុត្រយន្តហោះសន្តាគាររៀបចំទិដ្ឋាការលិខិតឆ្លងដែនព្រមទាំងលក់ធានារ៉ាប់រងអ្នកដំណើរ Tour Travel អ្នកជំនាញរៀបចំដំណើរកម្សាន្តដ៏ប៉ិនប្រសប់